បងប្អូនធ្លាប់ឮពីជីកំប៉ុស្តដែលធ្វើចេញពីឡជីវៈឧស្ម័នដែរឬទេហើយជាពិសេសបងប្អូនដែលគាត់មានចិញ្ចឹមសត្វជ្រូកសត្វមាន់សត្វគោអីអញ្ចឹងគឺល្អខ្លាំងមែនតើបងប្អូនបើសិនជាបងប្អូនមានចិញ្ចឹមមានដាំដុះមានអីអញ្ចឹងគឺកុំចោលបងប្អូនកាកសំណល់លាមកសត្វហ្នឹងគឺយើងអាចយកមកធ្វើជាជីបានដាក់ឲ្យដំណាំយើងបានល្អមានបងប្អូនកសិករមួយចំនួនដែលគាត់សុខចិត្តយកថវិកាទៅទិញជីពីទីផ្សារជីគីមីជីអីអញ្ចឹងណាប៉ុន្តែគាត់មើលរំលងជីដែលចេញពីលាមកសត្វដែលគាត់ចិញ្ចឹមហ្នឹងគឺគាត់អត់បានកែច្នៃអ្វីទេគឺគាត់ពេលខ្លះគាត់យកទៅដាក់ទាំងស្រស់តែម្ដងគឺវាអត់មានបានផលប្រយោជន៍អីទៅដល់ដំណាំគាត់សោះអញ្ចឹងបងប្អូនត្រូវចាំថាជីអ្វីក៏ដោយគឺយើងមិនអាចយកលាមកសត្វទៅដាក់នៅលើដំណាំផ្ទាល់គឺហៅថាជីទេមិនមែនទេគឺយើងត្រូវការលាយវាជាមួយសមាសធាតុដតៃទៀតដើម្បីឲ្យវាកាច់คล้ายជាជីកំប៉ុស្តដែលវាស្ងួតល្អនឹងក្នុងន័យដែលយើងបងប្អូនធ្វើកំប៉ុស្តគោកគឺចាំបាច់ត្រូវតែស្ងួតល្អមិនអាចយកលាមកសត្វដែលសើមយកមកប្រើប្រាស់បានទេបងប្អូនត្រូវដឹងថាលាមកសត្វដែលវាសើមគឺវាមានកាកសំណល់ស្មៅមានកត្តាចង្រៃនៅក្នុងនឹងច្រើនដែលយើងអត់អាចយកមកប្រើប្រាស់បានល្អទេគឺយើងចាំបាច់ត្រូវតែកែច្នៃសិនអញ្ចឹងគោលបំណងនៃយើងធ្វើជីកំប៉ុស្តគោកពីឡជីវៈឧស្ម័នហ្នឹងគឺដើម្បីបង្កើនជីជាតិដីហើយនិងសុខភាពរបស់ដីហើយវិធីសាស្ត្រនេះគឺងាយស្រួលទេបងប្អូនបើសិនជាបងប្អូនចិញ្ចឹមសត្វទៀតគឺកាន់តែងាយស្រួលមែនតើចំពោះពេលវេលាដែលយើងត្រូវចាប់ផ្ដើមធ្វើជីគឺមុនពេលដែលយើងចាប់ផ្ដើមការដាំដុះហើយនឹងបន្តធ្វើជាប្រចាំហើយវត្ថុធាតុដើមដែលត្រូវការនិងសម្ភារៈមាន1គឺជីទឹកពីឡជីវៈឧស្ម័នទី2រុក្ខជាតិស្ងួតស្លឹកឈើស្មៅចំបើងស្ងួតកាកអំពៅតែកាកអំពៅហ្នឹងបងប្អូនត្រូវកាប់ច្រាមវាឲ្យល្អិតជាមុនសិនទី3គឺរុក្ខជាតិបៃតងស្រស់កាកសំណល់បន្លែដើមទន្ទ្រានខេត្តពពួកអំបូរសណ្តែកនិងស្នោត្រូវកាប់ចិញ្ច្រាំឲ្យល្អិតដូចគ្នាទី4គឺអាងផ្ទុកកំប៉ុស្តត្រូវសង់ពីស៊ីម៉ង់និងមានដំបូលការពារទឹកភ្លៀងរយៈពេលគឺ45ទៅ60ថ្ងៃបន្ទាប់ពីធ្វើរួចគឺបងប្អូនអាចប្រើប្រាស់បានហើយអញ្ចឹងរបៀបធ្វើគឺជំហានទី1កាត់ចិញ្ច្រាំឲ្យល្អិតរុក្ខជាតិស្ងួតនិងរុក្ខជាតិបៃតងស្រស់ជំហានទី2ដាក់រុក្ខជាតិស្ងួតនិងរុក្ខជាតិបៃតងស្រស់ចូលក្នុងអាងជិតពេញអាងប្រហែល60ទៅ70%ជំហានទី3ស្រោចទឹកជីឡជីវៈឧស្ម័នពីលើឲ្យបានលិចរុក្ខជាតិស្ងួតនិងស្រស់ទាល់តែពេញអាងជំហានទី4គឺយើងរក្សាទុករយៈពេល45ថ្ងៃទៅ60ថ្ងៃទើបយើងអាចប្រើប្រាស់បានរបៀបប្រើគឺសម្រាប់បណ្ដុះកូនបន្លែលាយជីកំប៉ុស្តនេះ20%ដីម៉ត់20%ធ្យូងអង្កាម30%និងអំពុកដូងឬអំពុកចំបើង30%ទី2ប្រើសម្រាប់ទ្រាប់ម៉ាត3ទៅ5គីឡូក្រាមក្នុងផ្ទៃដី1ម៉ែត្រការ៉េក្នុងមួយឆ្នាំកត្តាសេដ្ឋកិច្ចឬប្រាក់ចំណូលនិងចំណាយចំណូលសន្សំប្រាក់ពីការចំណាយទិញជីយកមកប្រើប្រាស់ទី2ពេលដីមានជីជាតិនិងមានសុខភាពល្អធ្វើឲ្យដំណាំកើនឡើងនៅទិន្នផលទី3កាត់បន្ថយការចំណាយលើការថែទាំដោយសម្អាតស្មៅនិងសន្សំសំចៃទឹកចំណាយអញ្ចឹងបើតាមការប៉ាន់ស្មានរបស់គម្រោងគឺសាងសង់អាងផ្ទុកកំប៉ុស្តអស់ថវិកាប្រហែល150000ទៅ200,000រៀលសម្រាប់ការផលិតកំប៉ុស្តប្រហែល2000គីឡូក្រាមទី2កសិករត្រូវមានកាកសំណល់រុក្ខជាតិស្ងួតពីចម្ការនិងរុក្ខជាតិបៃតងស្រស់អញ្ចឹងពាក់ព័ន្ធទៅនឹងកត្តាអាកាសធាតុបរិស្ថានហើយនិងអនាម័យវិញម្ដងកត្តាអាកាសធាតុគឺជួយឲ្យដំណាំធន់ទ្រាំនិងមានភាពរាំងស្ងួតដោយសារជីកំប៉ុស្តជួយឲ្យដីធូរមានខ្យល់ចេញចូលបានល្អនិងរក្សាសំណើមដីកត្តាបរិស្ថានកាត់បន្ថយការបំភាយឧស្ម័នកាបូនិកទៅបរិយាកាសនិងចាប់យកឧស្ម័នកាបូនិកពីបរិយាកាសមកក្នុងដីកត្តាអនាម័យជួយឲ្យបរិស្ថានជុំវិញផ្ទះស្អាតគ្មានលាមកសត្វនិងក្លិនអាប់អួរមិនល្អព្រមទាំងភ្នាក់ងារបង្កដែលអាចនាំឲ្យមានផលប៉ះពាល់ដល់សុខភាព
ចាអញ្ចឹងតាមរយៈដែលយើងសិក្សាជាមួយគ្នាមិញហ្នឹងគឺបងប្អូនបានដឹងហើយថាជីកំប៉ុស្តដែលធ្វើពីឡជីវឧស្ម័នគឺមានអត្ថប្រយោជន៍យ៉ាងច្រើនមែនទែនដែលបងប្អូនអាចពិចារណាធ្វើក្នុងករណីដែលបងប្អូនមានចិញ្ចឹមសត្វពីព្រោះឡជីវឧស្ម័ននេះគឺត្រូវការលាមកសត្វដើម្បីយកមកធ្វើអញ្ចឹងបើកាលណាយើងមានស្រាប់ហើយផ្ទះយើងគឺដាំដំណាំផងគឺល្អខ្លាំងមែនទែនបងប្អូនយើងកាត់បន្ថយការចំណាយបានច្រើនហើយយើងធ្វើដោយមានទំនុកចិត្តពីព្រោះអីអ្វីគ្រប់យ៉ាងដែលយើងធ្វើទាំងអស់ហ្នឹងគឺសិតតែចេញពីដៃរបស់យើងផ្ទាល់តែម្ដងបងប្អូនអញ្ចឹងយើងមិនបាច់ពិបាកគិតស្មុគស្មាញច្រើនដូចយើងទៅទិញជីនៅលើទីផ្សារតែគេថាល្អយើងល្អតាមគេតែគេថាមិនល្អយើងមិនល្អតាមគេទេចាអញ្ចឹងpodcast នេះគឺចប់តែត្រឹមនេះហើយបើសិនជាបងប្អូនមានចម្ងល់អីអាច comment សួរនៅខាងក្រោមបានសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូបន្តទៀតអរគុណច្រើន